មកមើលបច្ចេកទេសនៃការធ្វើកូនកំបិតឲ្យមានរូបរាងមុតស្រួយហើយស្រស់ស្អាតមកទស្សនាទាំងអស់គ្នាអំពីរបៀបគេធ្វើបងប្អូនគេយកដែកដែលមានផ្លែមុខដូចយ៉ាងណាហ្នឹងគេយកវាកាត់ឲ្យមករួចគេកាត់តាមទំហំដែលគេចង់បានគេយកវាទៅសម្លៀងឲ្យវាមុតស្រួយតាមដែលគេត្រូវការបងប្អូនមកមើលពេលគេសម្លៀងហើយវាអាចចេញជាកូនកំបិតមួយដ៏ស្រស់ស្អាតដល់ពេលហើយគេដាក់កតុយដាក់អីហ្នឹងដើម្បីឲ្យវាចេញជារូបរាងកំបិតដ៏ត្រឹមត្រូវមួយសម្រាប់បងប្អូនយកទៅប្រើប្រាស់ងាយស្រួលបងប្អូនពិតជាស្រស់ស្អាតល្អមុតស្រួយពេលដែលគេធ្វើហើយហ្នឹងបងប្អូនបើបានទស្សនាវីដេអូនេះហើយបងប្អូនកុំភ្លេចជួយចុច follow សញ្ញាតាមដានម្នាក់មួយផង subscribe ម្នាក់មួយ like ម្នាក់មួយអរគុណសម្រាប់ការទស្សនាវីដេអូតាំងពីដើមរហូតដល់ចប់មកមើលពិតជាស្រស់ស្អាតទាំងអស់